សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងដៃខ្ញុំនេះគឺជា Venus Flytrap ហើយខ្ញុំបានទិញវាចេញពី app Pinduoduo ហើយឥឡូវនេះខ្ញុំធ្វើការបកថងដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាថាតើវាមានរូបរាងបែបម៉េចបងប្អូនទាំងអស់គ្នានេះគឺជារូបរាងរបស់រុក្ខជាតិ Venus Flytrap ឥឡូវខ្ញុំចាក់ទឹកចូលក្នុងនេះសិនបន្ទាប់មកគឺដាក់អានេះចូលនេះអានេះវាស្រូបទឹកសម្រាប់ Venus Flytrap នេះគឺខ្ញុំអត់ដឹងថាខ្មែរយើងហៅថាម៉េចទេប៉ុន្តែនៅពេលដែលខ្ញុំឆែកក្នុង Google គេថា Venus Flytrap នេះគឺជាប្រភេទរុក្ខជាតិដែលស៊ីសាច់ជាអាហារហើយវាមានដើមកំណើតនៅតំបន់ត្រូពិចដីសើមហើយមានអាកាសធាតុមិនក្តៅហើយក៏មិនត្រជាក់នៃរដ្ឋ North Carolina ហើយនិងរដ្ឋ South Carolina នៅឆ្នេរខាងកើតនៃសហរដ្ឋអាមេរិកហើយមូលហេតុដែលខ្ញុំទិញវាយកមកនេះទី1គឺដោយសារតែខ្ញុំឃើញវាប្លែកទី2គឺខ្ញុំចង់ថតវីដេអូបង្ហាញបងប្អូនទាំងអស់គ្នា